បាទជម្រាបសួរថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបគុំថ្មគុំថ្មលីជោមយើងថ្មលីជោមយើងដែលគេប្រើក្នុងបាសក្នុងអីក្នុងឡានវិជាក្នុងអីប្រភេទថ្មលីជោមចេះនេះហៅថ្មលីជោម 3.7 វ៉ុលហើយយើងគុំវាជាផែកចេះគេហៅផែកបង្គុំថ្មមានកន្លែងសាកមានកន្លែងសាកប្រើមានកន្លែងសាកចូលនិងកន្លែងសាកចូលហើយនិងកន្លែងយកទៅប្រើប្រាស់អានេះគេហៅថាថ្មបង្គុំអញ្ចឹងពេលអ្នកទាំងអស់គ្នារៀនពីរបៀបគុំនេះហើយអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរឧបករណ៍គ្រឿងអេឡិចត្រូនិកគ្រឿងអគ្គិសនីរបស់បងប្អូនដូចជាបាសសម្រាប់ឆក់មូសឬមួយក៏របស់ផ្សេងទៀតជាឡានជាអញ្ចឹងយើងអាចផ្លាស់ប្ដូរដោយខ្លួនឯងបានអានេះមេរៀននេះគេខ្ញុំឃើញគេបរៀនអនឡាញមួយវគ្គគេ250តែថ្ងៃនេះខ្ញុំនឹងបរៀនអ្នកទាំងអស់គ្នាដោយអត់គិតថ្លៃទេអ្វីដែលយើងត្រូវដឹងគឺមានដូចជាត្រូវចេះមូលដ្ឋានអេឡិចត្រូនិកគេបរៀនយើងពីអ្វីទៅហៅថាវ៉ាត់អានុភាពគិតជាវ៉ាត់អ្វីទៅជាតង់ខ្យង់គិតជាវ៉ុលអ្វីទៅជាអំពែចរន្តគិតជាអំពែបន្ទាប់មកយើងនឹងរៀនរបៀបប្រើអូម៉ែត្រអានេះយើងមិនរៀនជ្រៅទេយើងគ្រាន់តែរៀនមកចេះវាស់វ៉ុលហើយនឹងអំពែទៅបានហើយវាស់វ៉ុលតើថ្មនេះប្រមាណវ៉ុលយើងតទៅចេញប្រមាណវ៉ុលអានេះយើងចេះតែប្រើតែវ៉ុលក៏បានដែរហើយចេះប្រើមូលដ្ឋានវាទេអត់បរៀនឲ្យជ្រៅទេតោះមកយើងនឹងបរៀនអ្វីទៅដែលហៅថា BMS បាទអានេះគេហៅ BMS ហ្នឹងជាឧបករណ៍មួយដែលគ្រប់គ្រងការសាកចូលហើយនឹងការប្រើប្រាស់របស់ថ្មការពារកុំឲ្យថ្មហ្នឹងវាក្តៅវាលើសវ៉ុលវាធ្វើឲ្យឆេះហើយនឹងការពារមួយទៀតកុំឲ្យវ៉ុលហ្នឹងវាធ្លាក់ចុះខ្លាំងពេកដូចថាវា 3.7 វ៉ុលអញ្ចឹងវាធ្លាក់ហួសកម្រិតវាដល់2វ៉ុលដល់1វ៉ុលអញ្ចឹងវាធ្វើឲ្យឆាប់ខូចថ្មអញ្ចឹងតួនាទីវាគឺគ្រប់គ្រងការសាកចូលពេលយើងសាកចូលកុំឲ្យមានចរន្តខ្លាំងពេកកុំឲ្យលើសវ៉ុលពេលយើងយកទៅប្រើប្រាស់កុំឲ្យចរន្តហ្នឹងវារត់ខ្លាំងពេកគ្រប់គ្រងចរន្តទី3គឺការពារថ្មកុំឲ្យថ្មហ្នឹងវាធ្លាក់វ៉ុលខ្លាំងពេកបាទអាហ្នឹងគេហៅបន្ទះ BMS អង់គ្លេសហៅ Battery Management System តោះមកយើងត្រូវរៀនពីអីទៀតយើងរៀនពីរបៀបតខ្នែងតសេរីថ្មហ្នឹងយើងអាចគុំវាជាខ្នែងបើន័យថាខាងបូកចូលបូកទៅខាងដកចូលដកទៅតវា2ក្រមអញ្ចឹងដើម្បីឲ្យអំពែម៉ោងវាកើនឬមួយក៏យើងតវាជាសេរីខាងបូកតជាមួយដកតមកចេញមកប្រើប្រាស់បូកមួយខាងដកមួយខាងអញ្ចឹងទៅដើម្បីតសេរីដើម្បីឲ្យវ៉ុលវាឡើងដូចថានេះមកក្រប 3.7 វ៉ុលអញ្ចឹងយើងតជាសេរីទៅវាឡើងទៅ 6.7 វ៉ុលបាទតើមកខ្ញុំនឹងមានមេរៀនអនុវត្តបរៀនអ្នកនរគ្នាបង្ហាញវីដេអូតសាកឲ្យមើលបាទមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅមេរៀនក្រោយយើងនិយាយអំពីវ៉ុលវ៉ាត់និងអំពែ